ลุงนี่ខាងរយបានតម្រុយអីខ្លះទេអត់ទេខ្ញុំបាននិយាយជាមួយគេឲ្យគ្មានអីពិសេសទេគេប្រាប់ថាសាស្ត្រាចារ្យវាំងឲ្យគេមកហុងកុងដើម្បីត្រៀមការមុនគេដឹងថាធំឈិនកាត់រឿងលោកនេះខ្ញុំចង់បន្ថែមមួយម៉ោងមុនខ្ញុំទទួលបានរបាយការណ៍ពីមន្ទីរពេទ្យនីមួយៗទទួលអ្នកជំងឺដែលសង្ស័យថាត្រូវថ្នាំពុលជារឿយៗមនុស្សក្រុមណាក្រុមសុខាភិបាលបរិស្ថាននិងប្រជាជនទូទៅខាងមន្ទីរពេទ្យបានឲ្យពួកគេទៅពិនិត្យនៅមន្ទីរពេទ្យកណ្ដាលហើយតាមមណ្ឌលវិនិច្ឆ័យរោគនៅទីនោះមានមនុស្សឈឺភ្លាមច្រើនយ៉ាងនេះច្បាស់ជាពាក់ព័ន្ធនឹងភារវកម្ម Jessica ពេលនេះប្រទេសផ្សេងផ្ដល់ដំណឹងខុសប្រក្រតីមកដែរអត់ទេប្រក្រតីនៅហុងកុងនិងប្រទេសជិតគ្នាមួយរយៈនេះមានរៀបចំពិធីធំអីទេហុងកុងគ្មានទេតែសិង្ហបុរីមានរៀបចំពាណិជ្ជកម្មរវាងប្រទេសតៃវ៉ាន់មានពិព័រណ៍អ័រគីដេខាងក្រៅនៅខ្វាងជើងមានប្រជុំកំពូលឧស្សាហកម្មនៃអាស៊ីប្រជុំកំពូលតើមានមនុស្សសំខាន់ខាងនយោបាយឬមួយក៏ភ្ញៀវ VIP ខ្លះទេមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាច្រើនប្រទេសនៅអាស៊ីមកចូលរួមអាចមានភារវកម្មមានពិធីធំយ៉ាងនេះពួកវាអាចប្រើហុងកុងធ្វើជាបន្ទាយ Jessica Beauty ប្រមូលទិន្នន័យឲ្យច្រើនជាងនេះតើមានអ្វីអាប់ដេតខ្លះទេចា៎លោកនេះជួបមនុស្សដែលផ្ញើលុយចូលបញ្ជីធំឈិនបុគ្គលិកធនាគារមើលវីដេអូកាមេរ៉ាថ្ងៃនោះចាំបានថាផ្ញើលុយចូលបញ្ជីធំឈិនមានរូបសាក់នាគលើដៃព្រោះតែរូបសាក់ដិតទើបចាំបានច្បាស់យើងរកទិន្នន័យអ្នកមានរូបសាក់នាគនៅលើដៃក្នុងឃ្លាំងទិន្នន័យរកឃើញហើយរហស្សនាមគេគឺ Tattoo Boy គឺជាពួកញៀនថ្នាំឲ្យបុគ្គលិកធនាគារមើលហើយអះអាងថាគឺជាគេតែគ្រាន់តែផ្ញើលុយចូលបញ្ជីមិនមែនជាអ្នកបញ្ជាពីក្រោយបានសួរគេហើយនៅទេតែយើងដឹងថាគេទើបទៅចិនទៅចាប់ខ្លួនគេមកបើរកឃើញអ្នកដែលប្រើ Tattoo Boy ផ្ញើលុយទៅយើងនឹងដឹងថាអ្នកណាជាអ្នកបញ្ជាពីក្រោយ Yes sir លោកនាយទោះបីជាយើងរកឃើញម្នាក់នេះគ្រាន់តែថារកឃើញលៀមក្រៅពីធំឈិនត្រូវពុលថ្នាំលៀមនៅមានជាតិពុលពីរមុខទៀតខុសគ្នាជាតិពុលពីរប្រភេទនេះធ្ងន់ប៉ុណ្ណាក៏ពួកយើងមិនទាន់ដឹងបើភេរវករយកថ្នាំពុលនេះមកធ្វើជាភេរវកម្មវិញនោះពួកយើងនឹងពិបាកការពារខ្ញុំដឹងដូច្នេះទើបការិយាល័យស្ថិរភាពនិងសុខាភិបាលត្រូវប្រជុំជាមួយយើងនៅស្អែកនេះម៉ោង3ចង់ពិគ្រោះថាត្រូវទប់ទល់នឹងរឿងនេះយ៉ាងម៉េចថាមពលដកខាសាន់អាឡាន់ Jessica ស្អែកទៅប្រជុំជាមួយគ្នា Yes sirមានតែតាមជើងទេនោះប្រហែលគ្មានទេតកងឡានដូចជាមិនមែនផ្លូវនេះទេខុសផ្លូវទេដឹងតកងឡានលោកចាំទៅណាចតឡានតកងឡានចតឡានទៅចតឡានទៅចតឡានទៅហ៊ុយចាប់ធ្វើអ្នកឆាប់លេខខ្ញុំចង់ធ្វើបើកទ្វារចង់ធ្វើកុំអានទៅឆាប់បើកទ្វារទៅវិញមកឆាប់បើកទ្វារទៅឲ្យឆាប់ឡើងបើកទ្វារបើកទ្វារទៅណែជប់ភ្លាមចង់ធ្វើអីជប់ភ្លាមចង់ធ្វើអីស្លាប់ទេបើកទ្វារខ្ញុំមិនទាន់ចង់ស្លាប់ទេឆាប់បើកទ្វារទៅឆាប់បើកទ្វារទៅចង់មិនទាន់ចង់ស្លាប់ទេបើកទ្វារខ្ញុំមិនទាន់ចង់ស្លាប់ទេបើកទ្វារបើកទ្វារទៅបើកទ្វារទៅឆាប់ឡើងខ្ញុំមិនទាន់ចង់ស្លាប់ទេបើកទ្វារទៅបើកទ្វារទៅបើកទ្វារទៅឲ្យឆាប់ឡើងលោកបងដេវីតកុំមកសម្រាប់ខ្ញុំអីកុំសម្រាប់ខ្ញុំអីកុំខ្លាចអីគ្រាន់តែជាទឹកតែលើកក្រោយមិនសំណាងល្អអញ្ចឹងទេជើញសាស្ត្រាចារ្យវាងទៅវិញតែនេះគិតនាំគ្នាចង់រត់អញ្ចឹងចង់កិច្ចពីយើងចង់ស្លាប់ឬយ៉ាងម៉េចហ៎ណែលោកបងដេវីតខ្ញុំមិនបានចង់កិច្ចពីលោកបងទេហើយកុំឆេះឆាវអីពេលនេះគឺមានប៉ូលីសកំពុងតែមកត្រួតពិនិត្យណាខ្ញុំគិតថាគ្មានសុវត្ថិភាពចង់ទៅធ្វើកន្លែងផ្សេងរួចឲ្យក៏ផ្ញើធ្វើនៅឯណាហើយយើងទៅទទួលរបស់យ៉ាងម៉េចបើឯងក្បត់យើងមិនស្លាប់ទេបានខ្ញុំយកក្បាលមកធានាថានឹងដឹកជញ្ជូនទំនិញពេលកំណត់អូខេត្រូវហើយអ្នកដែលពួកលោកត្រូវការគឺសាស្ត្រាចារ្យវាងខ្ញុំមិនចេះធ្វើអីទេដោះលែងខ្ញុំទៅចង់ទុកគេចោលហើយគេទៅម្នាក់ឯងនេះគ្មានទឹកចិត្តមែនអត់ទេខ្ញុំនៅនាំតែប្រទេសខ្ញុំស្បត់ខ្ញុំមិនប្រាប់គេទេខ្ញុំនឹងទៅឲ្យឆ្ងាយគិតថាទៅបានស្រួលហាមទៅណាទាំងពីរយើងប្រាប់ឲ្យហើយបញ្ជូនទំនិញក្នុងពេល3ថ្ងៃហើយកុំឲ្យយើងដឹងថាចង់រត់ទៀតឲ្យសោះមិនចឹងទេយើងនឹងបាញ់ទម្លុះត្រង់នេះឯងយល់ដែរទេបានទុកចិត្តចុះខ្ញុំនឹងបញ្ជូនទំនិញឲ្យលោកប៉ុន្តែខ្ញុំត្រូវអត្ថាធិប្បាយនៅសាលាហើយបង្រៀនសិស្សទៀតបើនៅសុកបាត់ខ្លួនខ្ញុំទៅពួកគេច្បាស់ជាតាមរក
ច្បាស់ជាមានមនុស្សសង្ស័យលោកក៏មិនចង់ឲ្យបែកខាតដែរហើយមកចាំងទៀតរយគឺជាអ្នកទុកថាលៀមគេដឹងថាណែណារយឯនាំលបងដេវីតទៅរុកថាលៀមទៅហើយចាប់ដើមធ្វើការចាប់ឡើងទៅ អាឆាំង បាទ ទៅសាកលវិទ្យាល័យជាមួយសាស្ត្រាចារ្យ បាទលបង អាលីអាហ្វឹងទៅយកថាលៀមជាមួយវាយើងរកឃើញថាត់ទូបយហើយគេសារភាពថាយកលុយ200ហើយផ្ញើចូលបញ្ជីថមឈិនតែគេមិនដឹងថាថមឈិនជាណាថាត់ទូបយមិនខុសពីពួកញៀនថ្នាំទូទៅដើម្បីបានលុយទៅទិញថ្នាំសុកចិត្តឲ្យរយបោកប្រើដូច្នេះគេមិនដឹងថាមានអ្វីនៅពីក្រោយទេតែក៏ទុកថាយើងបានតម្រុយមកតាមពិតថ្ងៃនោះរយឲ្យថាត់ទូបយជួយរកកន្លែងឲ្យកបាំងភ្នែកមនុស្សកាន់តែល្អទើបគេជួយរយរកបន្ទប់នៅតាពូមានអ្នកណាទៅឆែកហើយនៅ ខ្ញុំឲ្យមិត្តភក្តិនៅទីនោះជួយមានអ្នកចិត្តខាងច្រើននេះមានគេឃើញរយកាន់វលីចេញពីបន្ទប់មើលទៅដូចជាមានពិរុទ្ធដូចខ្លាចមានអ្នកណាឃើញអញ្ចឹងគួរឲ្យសង្ស័យណា ក្នុងវ៉ាលីអាចជាថាលៀមបានតម្រុយឲ្យឆាប់ទៅត្រួតពិនិត្យអាឡាន់ដនអេរិកលីអូទៅបន្ទប់រយនៅតាពូជាមួយខ្ញុំថាមានថាលៀមដែរទេ Yes sir ខាសាន់ថាមកពលដកទៅចាប់រយមក Yes sir នៅឯណានៅទីនោះចុះទៅអូយ យូរបណ្ណាទៀតចង់ត្រូវអត់ទេខ្ញុំកំពុងទៅរកកូនសោមានកូនសោទើបបើទូលដៃបានថាលៀមនៅខាងក្នុងខ្ញុំមិនប្រើល្បិចទេឆាប់ឡើងណែរកឃើញហើយនៅ ដេញតាមជើងនឹងបបាក់ជើងឯងចង់ដឹងថាឯងរត់យ៉ាងម៉េចទៀតខ្ញុំឈប់រត់ហើយខ្ញុំឈប់រត់ហើយ ឡើងទៅ របស់ដែលយើងត្រូវការនៅឯណាប្រាប់មកនៅគូឡានចតនៅសន្តាគារកូនសោឡាននៅសន្តាគារយើងព្រមជឿឯងម្ដងទៀតកុំប្រើល្បិចឲ្យសោះលេចហ៊ានហើយលេចហ៊ានហើយទៅលោកនេះរកសពហើយតែមិនឃើញទេដូរកន្លែងទៀតដឹងហ៎ខាសាន់ស្ថានភាពយ៉ាងម៉េចទៅហើយ ពួកយើងបានទៅបន្ទប់សន្តាគារគេរួចហើយមិនឃើញគេទេពេលនេះពួកយើងចាប់គេនៅ lobby ខ្លោបមើលបន្តទៀតណា Yes sir យ៉ាងម៉េចលោកនេះថាយ៉ាងម៉េចដែរមិនឃើញអីទេក៏ដែរពួកយើងខ្លោបមើលរយកម្អៅរយរត់ទៅហើយពួកយើងក៏អញ្ចឹងដែរសង្ស័យខុសហើយរូប្រហែលជាសូត្របាលី ឡាននៅឯណាឡាននៅខាងមុខនេះហើយដើរលឿនទៅ
ហាលៀមនៅទីនេះយោ នេះ បំបាយគ្នា ដេញតាមទៅ កុំឲ្យសោះបើយើងភ័យដៃយើងនឹងញាក់ កុំអី ទៅបិទទ្វារ អញរត់រួចទេដាក់កាភ្លើងចុះឆាប់ឡើងទៅ គ្រាន់បើមកចាប់យើងទៅ នេះជើងចិត្តមកដល់ហើយអញគ្មានផ្លូវរួចបានទេដាក់កាភ្លើងចុះ ឯងបិទមាត់ទៅ លែងខ្ញុំទៅ បិទមាត់ កុំធ្វើអីគេ បើកទ្វារចេញឡើង